ថ្ងៃនេះមានជាការបើកថ្ងៃស្លាស់ចឹងណាអ្នកអស់នេះអាចមើលមេឃបានមានពពកអីមួយបើកថ្ងៃក្តៅប៉ុន្តែវាខ្យល់ត្រជាក់វាក្តៅលឿនឡើងមួយត្រជាក់ចឹងអត់យល់អារម្មណ៍នឹងដែរតែវាម្យ៉ាងដែរដោយសារមេឃបើកថ្ងៃស្លាស់ចឹងទៅថតរូបស្អាតហើយកន្លែងហ្នឹងនៅចិត្តតំបន់នៅចិត្តផ្ទះដែរទេប៉ុន្តែអត់ដែរដឹងថាវាស្អាតដឹងថាកន្លែងហ្នឹងវាមានចឹងហ៎មានអី1លាន10ប៉ុស្តិ៍ទាំងវីដេអូផងហូបស្លឹកផងនិយាយពីថាស្ទាយអីក៏មានដែរដោយសារតែពេលខ្ញុំទៅហ្នឹងប្រហែលជាម៉ោង1ជាងអីហ្នឹងម៉ោង2អីហ្នឹង2ថ្ងៃហ៎មេឃក្តៅហ៎អត់សូវមានអ្នកដើរទេអ្នកណាមួយជនជាតិកូរ៉េនៅនេះក៏មិនថាជនជាតិកូរ៉េជនជាតិណាឥឡូវសឹងថាគ្រប់ប្រទេសដែរគេមិនសូវដើរថ្ងៃទេគេដើរតែយប់ហើយខ្ញុំមកដើរយប់ទេខ្ញុំដើរថ្ងៃព្រោះវាស្ងាត់ចឹងយើងអាចថតវីដេអូឬក៏ហុកស្លឹកបែបកាយវិការមិនក៏បានដែរអាកថៈក៏មានណាធម្មតាក៏មានអាមិនធម្មតាក៏មានណាគេអត់ដឹងថាថតវីដេអូឬក៏ថតហុកស្លឹកបែបណាអាចកុំមើលវីដេអូនេះឲ្យអាចនឹងវាបែកចឹងណាដោយសារតែអត់សូវមានមនុស្សចឹងទៅយើងអាច free side តាមនឹងចឹងណាហើយតំបន់ហ្នឹងបើអ្នកនៅតំបន់ផាសង់អាចនឹងស្គាល់តែបើអ្នកអត់ស្គាល់ទេអត់ដឹងទេធំហើយសើចរកខ្លួនឯងបើចង់មកលេងតែអូបើថាចង់ដើរលេងកន្លែងផ្សេងកន្លែងតំបន់ផាសង់គ្មានអីលេងទេមានតែរោងចក្រឯងតំបន់ហ្នឹងនិយាយពីចំណែនតំបន់គេហ្មងណាតំបន់គេសើកន្លែង shopping សើតែកន្លែងដើរលេងតំបន់ទេសចរអីល្បីតំបន់ខ្ញុំមានតែរោងចក្រកន្លែងទៅជ្រុងណាក៏រោងចក្រដែរមានចការអង្គុយចាំឡានក្រុងពេលទៅក៏ជិះឡានក្រុងមកវិញជិះឡានក្រុងនេះចាំថ្ងៃណាខ្ញុំសំលុយទិញឡានបានពេលហ្នឹងឃើញហើយឥឡូវជិះឡានក្រុងវាថតឡានក្រុងហ្នឹងឲ្យមានថតអីវាមិនមែនថាជិះឡានក្រុងទៅថតគេ BMW មិនកើតបើថាយើងជិះឡានក្រុងទួស្គាល់ថាយើងជិះឡានក្រុងវាបបឆ្ងាយវីដេអូមានតែប៉ុណ្ណឹង Thank you for watching